សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេសុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូទីក្រុងសង់ជូដែលពោរពេញដោយធម្មជាតិបៃតងនិងទេសភាពស្រស់ស្អាតមានទីតាំងទេសចរជាច្រើនដែលអ្នកអាចចំណាយពេលសម្រាកបានថ្ងៃនេះយើងនឹងណែនាំទីតាំងទេសចរតំណាងដែលអ្នកអាចមានអារម្មណ៍នៃទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់សង់ជូកោះខ្យុងឈុនដែលស្ថិតនៅលើទន្លេណាក់ដុងគឺជាទីតាំងទេសចរព្យាបាលតំណាងរបស់សង់ជូដោយសារតែទេសភាពបៃតងដែលរាលដាលយ៉ាងទូលំទូលាយនិងខ្យល់ទន្លេត្រជាក់មនុស្សជាច្រើនបានមកទស្សនាមិនត្រឹមតែការដើរលេងនិងញ៉ាំអាហារក្រៅផ្ទះប៉ុណ្ណោះទេថែមទាំងមានសកម្មភាពកម្សាន្តជាច្រើនដូចជាជិះកង់និងបទពិសោធន៍លើទឹកដែលត្រូវបានរៀបចំរួមគ្នាជាកន្លែងល្អសម្រាប់ចំណាយពេលសម្រាកខ្យុងឈុនដេគឺជាទីតាំងទេសចរតំណាងរបស់សង់ជូដែលអ្នកអាចរីករាយនឹងច្រាំងថ្មដ៏ស្រស់ស្អាតនិងទេសភាពទន្លេណាក់ដុងជាមួយគ្នាដោយសារតែទេសភាពធម្មជាតិដែលរាលដាលយ៉ាងត្រជាក់មានភ្ញៀវទេសចរជាច្រើនមកទស្សនាហើយវាក៏ជាកន្លែងល្អសម្រាប់ថតរូបផងដែរព្រៃកំសាន្តធម្មជាតិសុងជូប៊ុងគឺជាទីតាំងទេសចរតំណាងរបស់សង់ជូដែលអ្នកអាចមានអារម្មណ៍នៃព្រៃបៃតងនិងខ្យល់អាកាសបរិសុទ្ធជាច្រើនអ្នកអាចដើរលេងយឺតតាមផ្លូវក្នុងព្រៃនិងចំណាយពេលសម្រាកក្នុងធម្មជាតិហើយវាក៏ត្រូវបានស្រឡាញ់ជាទីតាំងទេសចរព្យាបាលសម្រាប់រដូវក្តៅផងដែរសូមបង្កើតការចងចាំពិសេសនៅសង់ជូជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតការចាប់ផ្ដើមថ្មីនៅសង់ព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច